chắc chắnបងប្អូនở tại tôngជាមួយនឹងមុនចាក់ប្រេងឆាតែយើងត្រូវតែកម្ដៅឲ្យវាក្ដៅសិនតាមយើងចាក់ប្រេងឆាចូលដើម្បីឲ្យខ្លាញ់របស់យើងនឹងវាឡើងក្ដៅបន្តិចហើយបន្តមកយើងនឹងធ្វើការដាក់ខ្ទឹមសដែលយើងធ្វើការចិញ្ច្រាំហើយណាបងប្អូនឥឡូវយើងឃើញថាខ្លាញ់របស់យើងបានក្ដៅហើយយើងអាចចាក់ខ្ទឹមសចូលបានអញ្ចឹងយើងធ្វើការកូរវាបន្តិចទៅបងប្អូនដើម្បីកុំឲ្យវាខ្លោចកាលណាបើខ្ទឹមយើងរំលីងជាមួយខ្លាញ់ហ្នឹងវាខ្លោចទៅវាធ្វើឲ្យរសជាតិទៅជាល្វីងវាលែងជាឈ្ងុយទៅជាល្វីងវិញណាបងប្អូនអញ្ចឹងបងប្អូនបន្ទាប់ពីខ្ទឹមរបស់យើងវាឡើងពណ៌ក្រហមល្អហើយនឹងឈ្ងុយហើយបន្តមកយើងត្រូវប្រើទឹកគោនោះថាយើងត្រូវចាក់ទឹកគោចូលទៅក្នុងខ្លាញ់ក្តៅហ្នឹងយើងចាក់ចូលមកហើយយើងត្រូវលីងជាមួយនឹងខ្ទឹមហ្នឹងឲ្យឈ្ងុយអញ្ចឹងណាហើយខ្ទឹមរបស់យើងក៏ស្រួយល្អដែរបងប្អូននេះទឹកត្រីបងប្អូនថាយើងដាក់ទឹកត្រីប្រហែលជាប្រហែល3ស្លាបព្រាត្រីហើយយើងមានវល់ប៊ីចេងស្ករអញ្ចឹងណាបងប្អូនយើងដាក់តាមចំណង់ចំណូលចិត្តរបស់យើងទៅសម្រាប់រូបមន្តខ្ញុំមិនកំណត់ចំនួនស្លាបព្រាទេបងប្អូនប៉ុន្តែយើងដាក់ទៅតាមចំណង់ចំណូលចិត្តហើយយើងមានខ្ទឹមមានវល់មានប៊ីចេងមានស្ករហើយនឹងប្រភេទម្សៅស៊ុបអញ្ចឹងទៅដើម្បីធ្វើម៉េចរសជាតិរបស់យើងឲ្យវាឆ្ងាញ់ណាបងប្អូនហើយយើងក៏មិនភ្លេចជាមួយនឹងប្រេងខ្យងដែរបងប្អូនអូខេដល់ពេលយើងដាក់ហើយយើងច្របល់វាឲ្យសព្វអញ្ចឹងណាបងប្អូនដើម្បីឲ្យវាចូលរសជាតិបន្តិចយើងនឹងធ្វើការដាក់បន្លែចូលទៅក្នុងសាច់របស់យើងព្រោះសាច់គោយើងអត់ចង់ឲ្យឆ្អិនខ្លាំងពេកទេកាលណាវាឆ្អិនខ្លាំងពេកវាធ្វើឲ្យសាច់យើងស្វិត